តែអ្នកដឹងទេថាឬដ៏សំខាន់បំផុតរបស់អ្នកសង្គមកិច្ចដើម្បីជួយមនុស្សម្នាក់ទទួលបានជោគជ័យគឺចាប់ពីកន្លែងណាទៅនៅក្នុងការងារសង្គមកិច្ចដំណាក់កាលដំបូងមិនមែនគ្រាន់ជាការសាកសួរព័ត៌មាននោះទេប៉ុន្តែវាជាការរៀបចំផែនទីបង្ហាញផ្លូវដើម្បីធ្វើការផ្លាស់ប្ដូរជីវិតរបស់អតិថិជនគោលបំណងចម្បងរបស់យើងគឺទី1រៀបចំផែនការអន្តរាគមន៍និងយុទ្ធសាស្ត្រដោះស្រាយបញ្ហាឲ្យចំគោលដៅនិងទី2បំពាក់អាវុធនិងពង្រឹងជំនាញដោះស្រាយបញ្ហាដល់អតិថិជនដើម្បីឲ្យពួកគាត់អាចរឹងមាំដោយខ្លួនឯងនាពេលអនាគតវីដេអូថ្ងៃនេះយើងនឹងនិយាយអំពីដំណាក់កាលដំបូងក្នុងចំណោមដំណាក់កាលទាំង3នៃដំណើរការនៃការជួយរបស់អ្នកសង្គមកិច្ចអត្ថបទមួយនេះដកស្រង់ចេញពីសៀវភៅ Direct Social Work Practice Theory and Skill ជំពូកទី3របស់ Handforce និងក្រុមការងារបោះពុម្ពផ្សាយនៅឆ្នាំ2017អ្នកសង្គមកិច្ចគួរតែយកចិត្តទុកដាក់ខ្ពស់លើភាពចម្រុះរបស់បុគ្គលឬ diversity មនុស្សម្នាក់ៗមានប្រវត្តិជាតិសាសន៍អាយុនិងការកំណត់អត្តសញ្ញាណ gender ខុសៗពីគ្នាដោយនេះហើយការធ្វើការសម្ភាសជាមួយអតិថិជនត្រូវតែបត់បែននិងសមស្របទៅតាមបុគ្គលម្នាក់ៗដើម្បីបង្កើតឲ្យមានបរិយាកាសសុវត្ថិភាពនិងការទុកចិត្តគ្នាការជួយដែលល្អបំផុតគឺការជួយដែលយល់ពីតម្លៃនៃភាពខុសៗគ្នានៅក្នុងការបម្រើការងារជាអ្នកសង្គមកិច្ចការជួយអតិថិជនដែលមានភាពតាក់ទើ resistant ឬការមិនទិលសង្ស័យគឺជាបញ្ហាដ៏លំបាកមួយជាពិសេសអតិថិជនដែលមិនបានស្នើសុំជំនួយដោយចេញពីចិត្តរបស់ខ្លួនផ្ទាល់តែងតែមានអារម្មណ៍ស្ទាក់ស្ទើរភ័យខ្លាចសង្ស័យនិងមានពេលកន្លះមិនដឹងថាខ្លួនកំពុងតែមានបញ្ហាអ្វីត្រូវដោះស្រាយទៀតផងក៏ថាបានទោះជាយ៉ាងណាក៏ដោយនេះគឺជាឱកាសមួយដែលអ្នកសង្គមកិច្ចគួរតែបង្ហាញពីជំនាញវិជ្ជាជីវៈនិងកសាងទំនុកចិត្តជាមួយនឹងអតិថិជនអ្នកសង្គមកិច្ចគួរតែ1ទទួលស្គាល់ថាអតិថិជនមានអារម្មណ៍ភ័យខ្លាចឬអវិជ្ជមាននេះជារឿងធម្មតាបំផុតមួយប៉ុណ្ណោះ2បង្ហាញពីគោលបំណងឲ្យបានច្បាស់បញ្ជាក់ឲ្យអតិថិជនដឹងថាយើងនៅទីនេះដើម្បីជួយកំណត់បញ្ហានិងរួមគ្នាជជែកវែកញែកអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការផ្លាស់ប្ដូរទោះបីជាយ៉ាងណាក៏ដោយរាល់ការសម្រេចចិត្តទាំងអស់គឺលោកអ្នកនៅតែអាចសម្រេចចិត្តដោយខ្លួនឯងដដែលហើយខ្ញុំនឹងគោរពការសម្រេចចិត្តមួយនោះ3លើកទឹកចិត្តអ្នកសង្គមកិច្ចត្រូវប្រែក្លាយជាកម្លាំងជំរុញដោយមើលឃើញពីចំណុចខ្លាំងនិងសក្តានុពលរបស់អតិថិជនដំណើរការនៃការជួយ helping process ដែលមានប្រសិទ្ធភាពមិនមែនផ្អែកទៅលើចំណេះដឹងនៅទ្រឹស្ដីនោះទេប៉ុន្តែគឺផ្អែកទៅលើគុណភាពនៃទំនាក់ទំនងនៃការព្យាបាលទំនាក់ទំនងរវាងអ្នកសង្គមកិច្ចនិងអតិថិជនរឹងមាំជាកាតាលីករដែលបំផ្លែងទស្សនៈរបស់អតិថិជនឲ្យមានភាពវិជ្ជមាននិងត្រៀមខ្លួនសម្រាប់ការផ្លាស់ប្ដូររបស់អតិថិជនLemberg បានបង្ហាញតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺការកសាងទំនាក់ទំនងល្អអាចជួយឲ្យអតិថិជនមានការផ្លាស់ប្ដូររហូតដល់ 30% ចំណែកឯទ្រឹស្ដីនិងបច្ចេកទេសនៃការព្យាបាលផ្សេងៗជួយរួមចំណែកបានតែ 15% ក្នុងការផ្លាស់ប្ដូរអតិថិជនប៉ុណ្ណោះចុះចំណែកការផ្លាស់ប្ដូរ 55% ផ្សេងទៀតកើតចេញពីណាដែរចំណែកដែលនៅតែសល់គឺអាស្រ័យទៅលើឋានភាពបុគ្គល 40% និងការរំពឹងទុករបស់អតិថិជន 15%នេះមានន័យថាទោះបីជាមានទ្រឹស្ដីល្អពូកែកម្រិតណាក៏ដោយបើគ្មានទំនាក់ទំនងដែលពោរពេញដោយការយល់ចិត្តនិងទំនុកចិត្តទេការជួយនឹងមិនទទួលបានលទ្ធផលល្អបំផុតនោះឡើយដោយពាក្យចាស់លោកពូលថាក្លៀនឆ្ងាញ់ស្រឡាញ់ល្អតើទំនាក់ទំនងនៃការព្យាបាលកើតចេញពីអ្វីកើតចេញពីការមិនវិនិច្ឆ័យដែលសង្គមកិច្ចត្រូវទទួលយកភាពជាខ្លួនឯងរបស់អតិថិជនដោយឥតលក្ខខណ្ឌការផ្ដល់សិទ្ធិអំណាច empowermentអតិថិជនជាអ្នកស្វ័យសម្រេចលើគ្រប់កិច្ចការទាំងអស់នៃជីវិតរបស់ពួកគេបើទោះបីជាការសម្រេចចិត្តនោះខុសពីអ្វីដែលអ្នកសង្គមកិច្ចរំពឹងទុកក៏ដោយដល់តម្លៃទៅលើភាពខុសប្លែកពីគេ uniqueness គោរពគុណតម្លៃនិងសេចក្តីថ្លៃថ្នូរដែលអតិថិជនមានផ្ដោតទៅលើសក្តានុពលដែលមាននៅក្នុងខ្លួនរបស់អតិថិជនពីនៃទំនុកចិត្តរបស់អតិថិជនមកលើអ្នកសង្គមកិច្ចកើតចេញពីការប្រកាន់ភ្ជាប់ការបង្ហាញឲ្យអតិថិជនឃើញថាអ្នកសង្គមកិច្ចយល់ពីស្ថានភាពខាងក្នុងរបស់អតិថិជនដែលហៅថា empathy ឬការយល់ចិត្តលើសពីនេះទៀតអ្នកសង្គមកិច្ចក៏ត្រូវមានភាពស៊ីសង្វាក់គ្នា authenticity ឬភាពស្មោះត្រង់រវាងអ្វីដែលមាននៅក្នុងចិត្តរបស់អ្នកសង្គមកិច្ចនិងការសម្ដែងចេញមកក្រៅឲ្យអតិថិជនឃើញផងដែរឧទាហរណ៍អតិថិជនមិនងូតទឹកច្រើនថ្ងៃហើយមកជួបជាមួយនឹងអ្នកសង្គមកិច្ចឆ្លើយតបដោយការទទួលយកថាមើលទៅមុនពេលដែលមកជួបខ្ញុំនៅថ្ងៃនេះហាក់ដូចជាមិនបានសម្អាតខ្លួនទេការដែលមានតម្លាភាពនេះនឹងជួយឲ្យអតិថិជនចាប់ផ្ដើមដឹងថាអ្វីដែលមានក្នុងគំនិតអ្នកសង្គមកិច្ចគាត់នឹងធ្វើការឆ្លើយតបដោយស្មោះត្រង់សូមចាំថាអតិថិជនអាចកត់សម្គាល់ពីភាពខុសប្លែកគ្នានៅខាងក្នុងចិត្តនិងកាយវិការរបស់អ្នកសង្គមកិច្ចបានបើទោះបីជាវាតិចតួចក៏ដោយឧទាហរណ៍មានសិស្សម្នាក់ត្រូវបានគ្រូបញ្ជូនមកជួបអ្នកសង្គមកិច្ចក៏ព្រោះតែសិស្សនោះមកយឺតនិងមិនយកចិត្តទុកដាក់ក្នុងម៉ោងរៀនប្រសិនបើអ្នកជាអ្នកសង្គមកិច្ចតើអ្នកនឹងចាប់ផ្ដើមដោយដីបន្ទោសឬដោយការយល់ចិត្ត
អ្នកសង្គមកិច្ចមានជំនាញវិជ្ជាជីវៈម្នាក់នឹងចាប់ផ្ដើមដោយ 1. បង្ហាញពីការព្រួយបារម្ភជជែកអំពីបញ្ហាកប្បកិរិយារបស់សិស្សដោយទន់ភ្លន់តែមិនមែនជាការរិះគន់ដោយសាកល្បងនិយាយថាខ្ញុំឮថាប្អូនមករៀនយឺតជាញឹកញាប់តើមានអ្វីអាចឲ្យខ្ញុំជួយបានទេ 2. ស្វែងរកករណីលើកលែង exception បើសិស្សម្នាក់នោះមកយឺតតើមានថ្ងៃណាមួយដែលគាត់មករៀនទាន់ពេលវេលាដែរទេហេតុអ្វីបានជាថ្ងៃនោះគាត់អាចធ្វើបាននេះហើយជាភាពខ្លាំងដែលលាក់ទុកនៅខាងក្នុងខ្លួនរបស់អតិថិជន 3. កំណត់កម្លាំងជំរុញអ្នកសង្គមកិច្ចអាចមានប្រភពព័ត៌មានពី intake form ឬឯកសារបញ្ជូនដែលបង្ហាញពីបញ្ហារបស់អ្នកដែលត្រូវបានបញ្ជូនឲ្យមកជួបលោកអ្នកទោះជាយ៉ាងណាក៏ដោយក៏ជារឿងល្អបំផុតអ្នកសង្គមកិច្ចត្រូវធ្វើការកំណត់ឲ្យបានច្បាស់ពីអ្វីដែលជាកម្លាំងជំរុញលើកទឹកចិត្តឲ្យអតិថិជនមកជួបទទួលសេវាសង្គមកិច្ចតាក់លបងស្វែងយល់មានអ្វីដែលជំរុញឲ្យគេចង់ផ្លាស់ប្ដូរដែរទេឬក៏មានអ្វីដែលធ្វើឲ្យគេនៅបន្តអាកប្បកិរិយាដដែលនេះការធ្វើនេះនឹងជួយឲ្យអ្នកសង្គមកិច្ចយល់បានកាន់តែច្បាស់អំពីបញ្ហារបស់អតិថិជនមិនមែនគ្រាន់តែជាការសរសេរលើលិខិតបញ្ជូនដើម្បីឲ្យអ្នកសង្គមកិច្ចធ្វើការងារជាមួយនោះទេសូមចាំថាអ្នកសង្គមកិច្ចមិនមែនជាតុលាការដែលធ្វើការកាត់ទោសចំពោះសកម្មភាពរបស់សិស្សខាងលើនោះទេប៉ុន្តែជាអ្នកជំនាញម្នាក់ធ្វើការចម្រាញ់រកនៅការពិតនិងកសាងក្តីសង្ឃឹមសម្រាប់ជំរុញឲ្យមានការផ្លាស់ប្ដូរជាលក្ខណៈវិជ្ជមានជាសរុបមកដើម្បីធ្វើការងារយ៉ាងមានប្រសិទ្ធភាពជាមួយនឹងអតិថិជនអ្នកសង្គមកិច្ចតម្រូវឲ្យមានការត្រៀមខ្លួនទុកជាមុនពេលជួបធ្វើការងារជាមួយនឹងអតិថិជននៅក្នុងជំនាញវិជ្ជាជីវៈជាអ្នកសង្គមកិច្ចដំណាក់កាលដំបូងមិនមែនគ្រាន់តែជាការសាកសួរព័ត៌មាននោះទេប៉ុន្តែវាជាការរៀបចំផែនទីបង្ហាញផ្លូវដើម្បីនាំឲ្យមានការផ្លាស់ប្ដូរក្នុងជីវិតរបស់អតិថិជនទោះបីជាអតិថិជនមកជួបដោយស្ម័គ្រចិត្តឬត្រូវបានគេបង្ខំក្តីក៏អ្នកសង្គមកិច្ចត្រូវតែបង្កើតកន្លែងមួយដែលសុវត្ថិភាពសម្រាប់អតិថិជនបង្ហាញចេញអ្វីដែលមានខាងក្នុងចេញមកក្រៅផងដែរសូមចាំថាអ្នកសង្គមកិច្ចមិនមែនជាតុលាការសម្រាប់កាត់ទោសនោះទេប៉ុន្តែជាអ្នកនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមានទៅដល់បុគ្គលនិងសហគមន៍នៅវីដេអូក្រោយយើងនឹងស្វែងយល់បន្ថែមពីការប៉ាន់ប្រមាណស្ថានភាពអតិថិជនហើយខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងជួយលោកអ្នកឲ្យយល់ពីរបៀបដែលអ្នកសង្គមកិច្ចធ្វើការងារជាមួយអតិថិជនទៅលើបញ្ហារបស់ពួកគាត់ប្រសិនបើចូលចិត្តវីដេអូមួយនេះសូមជួយចុច like ហើយបើសិនជាមានមតិយោបល់ឬក៏សំណួរក៏អាច comment បានផងដែរខ្ញុំនឹងព្យាយាមឆ្លើយតបតាមតែអាចធ្វើទៅបានបើមានអ្នកមិនទាន់ subscribe សូមជួយ subscribe មួយផងសូមអរគុណនិងជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត